guys to my Shanghai vlog. Join me as I explore one of China's most exciting cities. My flight is around 11 p.m. ចឹងមុននឹងខ្ញុំទៅ airport ខ្ញុំបានញ៉ាំអីថតពោះខ្លះសិនដែរ And look at the sunset, it's so beautiful. ហើយយើងក៏បានមករៀបវ៉ាលីដោយសារត្រូវត្រង់គីឡូរៀបហើយក៏នាំគ្នាចេញដំណើរទៅ airport. Trip នេះគឺទៅតា18-19នាក់ឯងឥឡូវគឺនាំគ្នាចេញដំណើរទៅ airport ហើយ This is actually my first time flying in the new airport. My first impression was like it's really clean and the architecture is very beautiful. And then we went inside and we had to wait for our guide because he's the one who bringing us to Shanghai. ខ្ញុំទៅនេះគឺជាលក្ខណៈ tour private tour ក្រុមហ៊ុន V1 Travel Cambodia ចាំតិចទៀតចាំខ្ញុំប្រាប់លម្អិតពី tour ដែលខ្ញុំទៅនេះ And then we ended up having a flight delay due to the weather. So we decided to head back home and come back tomorrow morning. Our flight tomorrow morning is around 8 o'clock. We had to go to the airport around 5 o'clock. រៀបចំខ្លួនហើយក៏នាំគ្នារៀបវ៉ាលីចេញដំណើរទៅម្ដងទៀត But this time will be successful. មីនឹងខ្ញុំញ៉ាំបានតែមួយម៉ាត់ទេហើយក៏ឈប់ញ៉ាំ Because it's too early ញ៉ាំអត់ចូលបន្ទាប់មកយើងក៏នាំគ្នាចេញដំណើរទៅ airport ចឹងសរុបមកងំតែជិះទៅដល់ Shanghai នឹងគឺយើងខាតអស់ឡើងច្រើនមួយថ្ងៃដោយសារយើងចេញម៉ោង8ចឹង flight ទៅ Shanghai នឹងគឺរយៈពេល5ម៉ោងហើយងំទៅដល់ Shanghai ត្រូវ check in ទៀតចឹងទៅយើងខាតពេលអស់ចិត្តមួយថ្ងៃដោយសារ flight delay flight ដែលខ្ញុំជិះនេះមានឈ្មោះថា China Eastern Airlines មុននឹងឡើងយន្តហោះក៏បានទិញអីញ៉ាំទឹក burger ជាមួយនឹង brown ផឹកឡាមានអីផឹកគឺអស់ energy ហ្មងហើយណាមួយ flight យើងរហូតទៅដល់5ម៉ោងទៀតចឹងយូរខ្លាំងមែនទែនAfter a long flight, we finally landed in Pudong Shanghai Airport. Airport គេនៅនឹងរៀងចាស់តែធំខ្លាំងតោះមកយើងក៏បានជិះរថភ្លើងដើម្បីទៅ check in ដោយសារ airport គេគឺធំខ្លាំងពេក And even their train is Disney theme ភ្លើងដូចជាជិះលឿនដែរនឹងដល់5នាទីដល់បាត់ហើយនឹងហើយរថភ្លើងគេនឹងជិះលឿនចឹងបើសិនជាណាគេចូលហើយជាងអត់ទាន់អីគឺចាប់ហើយគេបិទទ្វារចោលហ្មងពេល check in អីហើយក៏នាំគ្នាទៅយកវ៉ាលីពេលយកវ៉ាលីហើយក៏ guide ចិនយើងមកដល់ហ្មងជាមួយនឹងតកងឡានខ្ញុំទៅនេះមានទាំង guide ចិនមានទាំង guide ខ្មែរហើយមានជាមួយតកងឡានដើម្បីជួយយើងទៅណាទៅណីទៀតគេក៏បានរៀបចំអាហារសម្រាប់យើងញ៉ាំតាមផ្លូវដែរដោយសារយើងជិះពី airport នឹងទៅដល់ក្រុងគេគឺប្រហែលជា1ម៉ោងអីដែរចឹងយើងក៏បាន KFC ញ៉ាំហើយ KFC នេះខ្ញុំញ៉ាំនៅចិនដូចប្លែកពីខ្មែរឆ្ងាញ់ជាងនៅខ្មែរហើយអាតែគេដែលខ្ញុំពងផឹកនឹងប្រហែលជាតែប៉េះមកទៅគ្រាន់តែបានផឹកហើយគឺមានកម្លាំងព្រឺហ្មងដោយសារយើងហត់ទៅមួយថ្ងៃពេញចឹងទៅបានផឹកអីដែរឆ្ងាញ់ refresh ចឹងគឺ full energy ហ្មងគាត់នឹងដល់ក្រុងភ្លៀងគឺយើងអត់ទាន់ចូលតែអើខាតពេលគឺយើងជិះដើរលេងមកដល់ទីក្រុងគេភ្លៀងគឺមេឃភ្លៀងយកហ្មងតែអីអត់ជាបញ្ហានៅទៅដើរបានចឹងមកដល់ភ្លៀងគឺនាំគ្នាឡើងអាគារ Oriental Pearl Tower អាគារប៉មដែលគេល្បីនៅ Shanghai នោះគឺខ្ពស់ខ្លាំងមែនតើឡើងដល់ជាន់ទៅសូគេនេះមនុស្សច្រើនខ្លាំងណាដើរឡើងពេញហ្នឹងថ្ងៃធម្មតាខ្ញុំសួរ guide ចិនទៅគាត់ថាហ្នឹងមនុស្សតិចទេថ្ងៃសំខាន់អីគឺច្រើនជាងនឹងគុណនឹង10អីខ្ញុំភ្លេចជាន់ប៉ុន្មានបាត់ដោយសារយើងឡើងពីតង់នេះរៀងទេពេលទៅពេលឡើងមកតង់តែបានខ្ពស់ជាងនឹងមកដល់លើចឹងឃើញទីក្រុង Shanghai ធំខ្លាំងមែនតើសិតតាគារខ្ពស់បន្ទាប់មកក៏យើងបានឡើងលើមកតង់ទៀតអាហ្នឹងខ្ពស់ជាងមិញទៀតហើយយើងអាចមើលតាមកញ្ចក់ខំនឹងបានគេមានកញ្ចក់នៅក្រោមជើងយើងដើរហ្នឹងណាមើលទៅរៀងសៀវដែរហ្នឹងណាកន្លែងនឹងថតរូបគ្មានបានស្អាតទេដោយសារមនុស្សច្រើនពេកមនុស្សច្រើនហើយថតបែរមុខទៅកញ្ចក់ហ្នឹងគឺវាល្ងឹតទេដោយសារកង់ពលឺចឹងសម្រាប់ថាកន្លែងហ្នឹងអត់បានរូបស្អាតទេមើលឲ្យហើយក៏នាំគ្នាចុះមកក្រោមវិញហើយឡើងចរាដើម្បីទៅថតប្លង់មួយទៀតវាមែនអាប៉មសៀងហៃនៅប្លង់ច្រើនណាស់និយាយទៅប្លង់ថតគេច្រើនដើរអត់ទេខ្ញុំដើរមានតន់អស់ណាហើយពេលហ្នឹងក៏នៅតែមេឃភ្លៀងដដែលហ្នឹងឡំតិចជោគឡើងហើយទីក្រុងវាស្អាតណាស់អត់ស្អាតដើរលេងថតរូបថតអីហើយក៏នាំគ្នាទៅញ៉ាំបាយល្ងាចខ្ញុំមិនដឹងថាហាងគេឈ្មោះគេដោយសារយើងទៅតាមធัวចឹងទៅដល់គឺញ៉ាំយកហ្មងស្រួលដែរគ្រាន់តែដើរលេងហើយគេជូនយើងមកញ៉ាំហ្មងបើចាំហត់កំងអីរកហាងអីទេហើយម្ហូបគេគឺច្រើនមុខខ្លាំងហ្មងហើយមកតុកចឹងញ៉ាំអត់អស់ហើយនៅសល់ច្រើនខ្លាំងហ្មង
em cái số em sợ Như vậy hình chứ hình trái tổng quất tổng thôi ai lá chữ có mấy thèm hình rừng chứ hình rừng បន្ទាប់ពីញ៉ាំបាយល្ងាចហើយគេក៏យកយើងទៅអូតែដើម្បីយកវ៉ាលីរៀបចំចូលបន្ទប់ហើយអូតែដែលខ្ញុំគេនេះគឺនៅកណ្ដាលក្រុងហ្មងចឹងងាយស្រួលយើងចង់ដើរលេងទៅណាពីចិត្តកន្លែងអូតែគេមានអីស្អាតរបស់គេតែហេតុមានធំក្លិនបរិយាយទៅគេហាមឲ្យជក់បរិយហ្មង This is my hotel room so pretty con kia lôi này lạnh trực បន្ទាប់មកគឺនាំគ្នារៀបចំខ្លួនដើម្បីចេញទៅដើរលេងក្រៅទៀតទៅគឺអត់នៅស្ងៀមហ្មងអត់ហត់ហ្មងមួយថ្ងៃពេញហ្នឹងគឺ flat ហើយមកដល់គឺដើរលេងយកហ្មងប៉ុណ្ណឹងចូលចំណោមជនជាតិចិនហ្នឹងគេពេលយប់ហ្នឹងក៏យើងទៅដើរនៅ Nanjing Road តែសារយប់ឡើងគឺគេភ្លេចច្រើនដើរនៅហ្នឹងវាស្អាតហើយសម្បូរអីវ៉ាន់ទិញច្រើនយកបានជិះឡានទៅដោយសារវាចិត្តដែរចឹងទៅយើងនាំគ្នាដើរហ្មងហើយណាមួយនៅចិនហ្នឹងគេឲ្យយើងចតឡានផ្ដេសផ្ដាស់ហើយចឹងទៅដើរទៅវាស្រួលជាង បន្ទាប់ពីដើរហើយខ្ទង់ម៉ោង10ជាងអីគឺនាំគ្នាត្រឡប់មកអូតែវិញដល់ព្រឹងគឺខ្ញុំមកបិទម៉ាស់ហើយជាមួយនឹងដូរកៅអៅដើម្បីរៀបចូលគេតែតាមពិតទៅគឺអត់ទាន់គេខ្ទង់ម៉ោង2អីបានគេ Just so vlog ថ្ងៃទី1ហ្នឹងគឺមានតែប៉ុណ្្នឹងទេ and I'll see you guys in my next vlog មកដាក់ទាំងអស់ចូលគ្នាដោយសារវាវែងពេក Bye I'll see you guys in my next vlog